ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទ admin មានរឿងមួយដើម្បីជូនចំពោះបងប្អូនទាំងអស់គ្នាទៀតហើយរឿងនេះគឺតកតើជាមួយនឹងខ្មោចពស់ធំនៅក្នុងសម័យមួយមានភូមិតូចមួយដែលនៅជាយព្រៃហើយភូមិនោះគឺមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេប៉ុន្តែសប្តាហ៍ថ្ងៃនេះភូមិហ្នឹងគឺមានមនុស្សនៅច្រើនណាស់ហើយក្នុងភូមិនោះគឺមានលោកមេភូមិម្នាក់ដែលមានឈ្មោះថាពូសឿនគាត់គឺជាមេភូមិមួយដែលតែងតែជួយនៅប្រជាពលរដ្ឋរបស់គាត់តែងតែមើលថែប្រជាពលរដ្ឋរបស់គាត់ឲ្យគាត់រស់នៅបានដោយសុខដុមរមនាដោយមិនមានអ្វីនិងមិនមាននរណាមកបៀតបៀនបានឡើយនៅភូមិសុខរបស់គាត់ប៉ុន្តែភូមិសុខរបស់គាត់ថ្ងៃមួយគឺមាននៅហេតុមួយដែលធ្វើឲ្យនារីម្នាក់គាត់ស្លាប់ដោយនាងមាននៅពពោះផងដែរនាងនោះគឺមានឈ្មោះថានាងផារីគឺជាស្ត្រីម្នាក់ដែលនាងទើបតែរៀបការហើយថ្មីប៉ុន្តែនាងក៏មានផ្ទៃពោះនៅពេលដែលនាងសម្រាលកូននាងស្រាប់តែសម្រាលកូនមិនចេញហើយសម័យនោះឯងមិនទាន់មានឈ្មោះឯណាដូចយើងសម័យឥឡូវជឿលឿននោះទេនៅពេលដែលនាងសម្រាលកូននាងតែងតែហូតទឹកគឺច្រើនមែនតើគឺថាឈាមគឺច្រើនមែនតើបណ្ដាឲ្យនាងដាច់សរសៃឈាមស្លាប់តែម្ដងទៅគេថាស្លាប់ទាំងម្ដាយស្លាប់ទាំងកូនពេលនោះឯងលោកមេភូមិសឿនក៏បានដឹងរឿងនេះគាត់ក៏បានមកផ្ទះរបស់នាងផារីហើយក៏បានដឹងថានាងផារីនាងក៏បានស្លាប់ហើយប្តីរបស់នាងគឺមានឈ្មោះថាពូអាតហ្នឹងគាត់ក៏មានសេចក្តីទុក្ខព្រួយព្រមទាំងមានការបាត់បង់នៅប្រពន្ធជាទីស្រឡាញ់របស់គាត់ពូអាតគាត់យំបោកខ្លួនបោកប្រាស់ចំពោះសពរបស់ប្រពន្ធលោកពូសឿនគាត់បាននិយាយថាឥឡូវយើងចាប់ផ្ដើមអញ្ជើញលោកអាចារ្យមកដើម្បីរៀបចំសពរបស់នាងផារីនឹងដើម្បីយកទៅកប់ហើយសម័យនោះឲ្យបងប្អូនទាំងអស់គ្នាមិនទាន់មាននៅមេនឯណាដូចសម័យយើងបច្ចុប្បន្ននោះទេសូម្បីតែភ្លើងក៏មិនសូវមានដែរពេលនោះឯងលោកពូសឿនដែលជាមេភូមិក៏បានចាត់ចែងឲ្យអ្នកភូមិអ្នកផលនឹងជួយគ្នាដើម្បីរៀបចំសពរបស់នាងផារីនឹងយកទៅកប់នៅឯព្រៃកន្លែងមួយដែលថាទួលបុរាណគឺទួលបុរាណហ្នឹងគឺសម្រាប់កប់សពដែលដូចជាប្រភេទសពតៃហោងប្រភេទសពលងទឹកសពចងកព្រមទាំងសពពូធំដែលស្លាប់ទាំងម្ដាយទាំងកូននោះឯងលោកពូសឿនក៏បានរៀបចំឲ្យគេនឹងបាទរៀបចំមឈូសដើម្បីឲ្យដាក់សពហ្នឹងទៅនឹងមឈូសហើយលោកអាចារ្យហ្នឹងគាត់ក៏មកដល់ផងដែរគាត់ក៏បានជួយចាត់ចែងរៀបចំប៉ុននាងហ្នឹងទៅតាមប្រពៃណីទៅតាមទំនៀមទម្លាប់សម័យនោះឯងបានរៀបចំសពរបស់នាងផារីដាក់ទៅក្នុងមឈូសសាងរួចហើយបន្តមកទៀតលោកអាចារ្យក៏បានធ្វើកិច្ចនិមន្តព្រះសង្ឃមកដើម្បីធ្វើពិធីឆាកបាំងស្កូលឬក៏សូត្រមន្តនឹងឯងដើម្បីឲ្យដួងវិញ្ញាណក្ខន្ធរបស់នាងគឺស្ងប់ឲ្យបានទៅកាន់សុគតិភពផងដែរពេលនោះឯងគឺនៅពេលដែលព្រះសង្ឃលោកបានធ្វើកិច្ចសូត្រមន្តរួចហើយព្រមទាំងឆាកបាំងស្គូផងដែរហើយក៏លោកអាចារ្យនឹងក៏បានគិតថាថ្ងៃនេះគឺជាថ្ងៃដែលយើងអាចយកសពនេះយកទៅកប់បានហើយក៏បាននាំគ្នានឹងគឺគិតម៉ោងលោកអាចារ្យនឹងក៏បានដេញវេលាម៉ោងដេញថាគឺពេលនោះឯងអាចារ្យលោកក៏បានដេញចាំម៉ោង8យប់បាទម៉ោង8យប់ហ្នឹងគឺជាពេលវេលាដ៏ល្អសម្រាប់យកសពនាងផារីហ្នឹងដើម្បីយកទៅកប់នៅឯព្រៃបុរាណមួយបាទពេលនោះក៏បានរៀបចំឲ្យសពគ្រប់អស់ហើយក៏បានដង្ហែសពរបស់នាងផារីហ្នឹងយកទៅកប់សពគ្រប់អស់ទៅក៏កាត់មករយៈពេល3ថ្ងៃក្រោយលោកពូសឿនដែលជាមេភូមិគាត់ក៏បានលើដំណឹងពីអ្នកភូមិផ្សេងទៀតដែលបាននិយាយថាគឺឃើញខ្មោចនាងផារីនឹងគឺលងអ្នកភូមិខ្លះក៏បាននិយាយថាឃើញសពនាងផារីនឹងដើរនៅវាលស្រែក្រោយផ្ទះរបស់គេហើយក៏ខ្លះចូលក្នុងភូមិគឺដើរគោះទ្វារគេហើយមួយទៀតសពហ្នឹងខ្លះខ្មោចហ្នឹងគឺលងលក្ខណៈមួយថាសំឡេងឬថាសំឡេងទេសំឡេងយំសំឡេងធ្ងោអីចឹងទៅពេលនោះឯងហ្នឹងដំណឹងដែលថាខ្មោចនាងផារីឡងហ្នឹងក៏បានដឹងមកដល់ខាងគ្រួសាររបស់នាងប្តីរបស់នាងស្រាប់តែមិនសប្បាយចិត្តដែលគាត់ថាប្រពន្ធរបស់គាត់ហ្នឹងគឺមិនមែនជាខ្មោចដែលថាឡងអ្នកភូមិអ្នកផងអីហ្នឹងទេក៏ប៉ុន្តែលោកពូសឿនក៏គាត់នៅតែមិនជឿច្បាស់ដែរហើយក៏ដំណឹងនេះល្បីរហូតទៅដល់អ្នកភូមិដតីទៀត
អ្នកភូមិដទៃទៀតគេក៏ដឹងហើយក៏មានការខ្លាចរអាដោយសារតែភូមិរបស់គេហ្នឹងក៏មានបទពិសោធន៍ខាងខ្មោចលោនឹងដែរដោយសារភូមិរបស់គេពីមុនក៏ធ្លាប់មានអ្នកស្លាប់បែបហ្នឹងដែរគឺលងមែនតែនលងលក្ខណៈមួយថាជាប្រភេទវិញ្ញាណមួយដ៏កាចសាហាវវិញ្ញាណមួយដែលថានៅមានកំណុំអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយពេលនោះឯងហ្នឹងលោកពូសឿនហ្នឹងគាត់ក៏មិនអស់ចិត្តគាត់ក៏បានយប់មួយហ្នឹងគាត់ក៏បាននាំគ្នារបស់គាត់ហ្នឹងចំនួន4នាក់ដើម្បីដើររបាតតាមភូមិពេលនោះឯងមិនមាន7អីនោះទេមានតែភ្លើងចន្លោះគាត់ហ្នឹងក៏ដើរកាត់ភូមិរបស់គាត់ប្រហែលជាម៉ោង8 9យប់ហើយកាលនោះឯងសម័យនោះមិនទាន់មានភ្លើងអីទេហើយក៏ម៉ោងច្រើនហ្នឹងក៏គេអ្នកភូមិហ្នឹងក៏ចូលសម្រាប់អស់ទៅអ្នកភូមិរបស់គាត់កាលពីសម័យនោះម៉ោង5មិនទាន់ទេហៅកូនហៅចៅហូបបាយហើយក៏ចូលសម្រាប់អស់ទៅប៉ុន្តែលោកពូសឿនដែលជាមេភូមិគាត់ក៏ជាធម្មតាទេមេភូមិគាត់ចង់ដឹងថារឿងណាខ្លះដែលកើតចំពោះភូមិរបស់គាត់ពីព្រោះគាត់ចង់ឲ្យភូមិរបស់គាត់ហ្នឹងគឺបានទៅសុខសេនសានមិនមានរឿងអ្វីកើតឡើងនោះទេលោកពូសឿនគាត់ក៏បានដឹកនាំកូនចៅរបស់គាត់4នាក់ដើរមកគាត់ដើរមកចំកណ្ដាលភូមិប៉ុន្តែនៅកណ្ដាលភូមិហ្នឹងគឺមានដើមអំពិលមួយគេថាដើមអំពិលជូរដើមអំពិលហ្នឹងគឺមានមែកសាខាធំព្រមទាំងដើមហ្នឹងក៏ធំផងដែរបើគិតទៅប្រហែលជា3 អោបមនុស្សចាស់គឺធំមែនតែនស្រាប់តែគាត់ដើរគៀកដើមអំពិលហ្នឹងប្រហែលជាខ្ទង់7 ម៉ែត្រទេក៏លឺសំឡេងមនុស្សស្រីម្នាក់អំពេកូននៅលើដើមអំពិលហ្នឹងអំពេហើយគាត់ក៏បានឆ្ងល់ថាតើនរណាមកអំពេកូននៅលើដើមអំពិលហ្នឹងគាត់នឹងក៏បានដាក់ចន្លោះមើលទៅហើយពេលនោះគឺខែដែលថាមានខែភ្លឺផងគាត់ក៏បានឃើញសមោស្ទង់ពណ៌សដែលអង្គុយសណ្ដោកជើងនៅលើដើមអំពិលហ្នឹងគាត់ក៏បានអុចចន្លោះមើលទៅក៏បានកលេចទៅឃើញនារីម្នាក់បាទនារីម្នាក់ហ្នឹងគឺពោះធំព្រមទាំងមុខនេះមិនឃើញទេដែលអង្គុយហើយពូសឿនហ្នឹងក៏បាននិយាយថាតើអ្នកឯងជានរណាមកអង្គុយនៅក្នុងទីនេះតើអ្នកឯងគឺជាខ្មោចឬក៏ជាមនុស្សដើម្បីបំផ្លំដីរបស់យើងគឺមិនមានសម្ដីអ្វីតបមកលើគាត់វិញទេស្រាប់តែមួយសន្ទុះក៏បានឃើញភ្លើងចុះមកដល់ដីគឺជាខ្មោចរបស់នាងផារីជាទៅបងប្អូនទាំងអស់គ្នានាងផារីហ្នឹងគឺបានកើតទៅជាព្រាយកលាភ្លើងហើយបាទចាស់ពីដើមគឺហៅថាព្រាយកលាភ្លើងហើយបងប្អូនត្រូវចំណាំថានាងស្ត្រីណាក៏ដោយដែលស្លាប់ទាំងម្ដាយទាំងកូនគឺអាចនឹងកើតជាព្រាយកលាភ្លើងដោយសារតែនាងស្លាប់កូននៅក្នុងពោះពេលនោះឯងហ្នឹងលោកពូសឿនក៏បានឃើញតែគាត់ក៏បានមានការតក់ស្លុតនិងការភ័យខ្លាចតែគាត់មេភូមិគាត់គឺទប់ស្មារតីគាត់ក៏បានឃើញនាងផារីហ្នឹងបងប្អូនហើយពោះធំព្រមទាំងមុខរបស់នាងហ្នឹងហូរឈាមឡងច្រើនព្រមទាំងភ្នែកលៀនហើយកញ្ចក់ដៃរបស់នាងគឺវែងណាស់បងប្អូនទាំងអស់គ្នាមើលទៅពិតជាគួរឲ្យខ្លាចមែនតើពេលនោះអ្នកដែលមកជាមួយលោកពូសឿនហ្នឹងក៏បាននាំគ្នារត់លោកពូសឿនហ្នឹងក៏បាននិយាយថាតើឯងរត់ទៅអីតើឯងនឹងរត់ចោលយើងមែនទេអ្នកផ្សេងនេះក៏បាននិយាយថាលោកពូអើយខ្ញុំពិតជាខ្លាចខ្លាំងណាស់ពូនៅសាននាងគឺជាខ្មោចដែលគួរឲ្យខ្លាចបំផុតដែលខ្ញុំមិនធ្លាប់បានឃើញពេលនោះឯងពូសឿនគាត់ក៏ជាមេភូមិហើយជាពិសេសគាត់ក៏ធ្លាប់រៀនអាគមផងដែរគាត់ក៏បានសូត្រអាគមបានដេញនាងចេញពីនឹងទៅបាទលោកពូសឿននឹងឯងគាត់ក៏ជាគ្រូអាគមមួយដែរប៉ុន្តែគាត់មិនមែនជាគ្រូអាគមដែលថាចេះអីខ្លាំងនោះទេគឺគាត់ចេះតិចតួចដើម្បីការពារខ្លួនអញ្ចឹងទៅពេលនោះឯងខ្មោចនាងផារីនឹងក៏បានបាត់សមោឈឹងពីមុខរបស់គាត់ទៅពូសឿនបែកញើសស្រាក់ក៏បានដើរត្រឡប់មកផ្ទះវិញចំណែកឯ3អ្នកទៀតគឺមានការតក់ស្លុតភ័យខ្លាចបណ្ដាលពួកគេនឹងគឺធ្លាក់ខ្លួនឈឺតែម្ដងដំណឹងថាមានក្មេងពួកធំឡងនៅក្នុងភូមិបានលេចលឺដល់ភូមិដទៃទៀតគឺភូមិចុកគ្នារបស់ភូមិនឹងឯងនៅក្នុងភូមិនោះគឺមានលោកគ្រូម្នាក់ដែលមានឈ្មោះថាលោកគ្រូឆិលគាត់គឺជាលោកគ្រូមន្តអាគមដែលពូកែហើយព្រមទាំងគាត់ដែលជាមនុស្សដែលមានអាគមខ្លាំងផងដែរគាត់គឺជាមនុស្សដែលដាក់ខ្លួនមិនចេះអួតអាងពីមុនវិជាការរបស់គាត់នោះទេពូសឿនដែលជាមេភូមិគាត់ក៏បានអញ្ជើញលោកគ្រូឆិលឡើងមកដើម្បីជួយបន្សាបនៅខ្មោចនេះឬក៏កម្ចាត់វិញ្ញាណនេះចេញពីភូមិរបស់គាត់ពេលនោះឯងលោកគ្រូឆិលក៏បានមិនបដិសេធទេគាត់ក៏បាននិយាយថា
អញ្ចឹងថ្ងៃនេះខ្ញុំទៅក៏បានដែរគ្រូឆិលក៏បានមកជាមួយលោកពូសឿនដែលជាមេភូមិក៏បានមកដល់ផ្ទះរបស់គាត់ក៏បានប្រាប់រឿងរ៉ាវនិងកន្លែងដែលនាងតែងតែឡងគេព្រមទាំងកន្លែងដែលកប់សពរបស់នាងផងដែរវេលាម៉ោង 9 យប់លោកគ្រូឆិលក៏បានចេញដំណើរទៅដើម្បីចាប់ខ្មោចរបស់នាងផារីគាត់ក៏បានចេញដំណើរទៅតាមដងផ្លូវនៅវេលាម៉ោង 10 យប់មានឆ្កែលូឡើងពេញភូមិលូតាំងពីជើងភូមិរហូតដល់បោកភូមិពេលនោះឯងគាត់ដើរមកដល់កន្លែងដើមអំពិលទឹកមួយដែលជាដើមអំពិលទឹកជូរដែលមានផ្លែជូរនឹងឯងគឺគាត់ក៏បានដើរមកដល់ហ្នឹងស្រាប់តែឮសំឡេងខ្មោចនាងផារីហ្នឹងបំពេកូនបាទបំពេកូនក៏បានធ្វើឲ្យគ្រូឆិលហ្នឹងខ្លាចប៉ុន្តែលោកគ្រូឆិលក៏ជាគ្រូមន្តអាគមចំវ័យចំណាស់គាត់មិនខ្លាចទេចំពោះខ្មោចអស់នេះគឺគាត់បានធ្លាប់ឆ្លងកាត់រឿងច្រើនណាស់មកហើយនាងប៉ារីក៏បានបង្ហាញមុខស្រស់ៗឲ្យគាត់ឃើញនៅពីមុខតែម្ដងលោកគ្រូឆិលក៏បានសូត្រមន្តវិជាការរបស់គាត់ក៏បានសង្កត់នាងឬក៏ថាចងនាងឲ្យចឹងទៅនាងប៉ារីនឹងក៏បានស្រែកយំដោយភាពក្តៅក្រហាយដោយសារតែមន្តអាគមរបស់លោកគ្រូឆិលក៏បាននិយាយថាតើនាងព្រមទៅចាប់ចិត្តដែរទេលោកគ្រូឆិលក៏បានសួរបែបហ្នឹងចំពោះនាងប៉ុន្តែនាងប៉ារីនាងគឺជាព្រាយកលាភ្លើងនាងថានាងមិនខ្លាចទេពេលនោះឯងហ្នឹងលោកគ្រូឆិលក៏បានសូត្ររហូតសូត្រមន្តគាថារបស់គាត់ក៏បានកម្ចាយនៅវិញ្ញាណរបស់នាងបាត់ទៅភូមិរបស់លោកពូសឿនដែលជាមេភូមិហ្នឹងក៏មានការស្ងប់ស្ងាត់អំពីរឿងខ្មោចអស់នេះហើយពេលនោះឯងក៏លេចឮថាលែងបានឮសំឡេងលែងបានឃើញខ្មោចពូធំណាឡងទៀតហើយពេលនោះឯងគឺលោកពូសឿនដែលជាមេភូមិក៏សប្បាយចិត្តហើយគាត់ក៏បានដឹងគុណចំពោះលោកគ្រូឆិលមែនទែនគាត់ក៏បានឲ្យនៅទំនឹបមានផ្លែឈើមានមាន់ស្ងោរចឹងទៅហើយនឹងលុយកាក់ផ្សេងគ្រូឆិលក៏បាននិយាយថារឿងលុយកាក់គាត់មិនសំខាន់ពីគាត់ទេគាត់បាននិយាយថាខ្ញុំយកតែផ្លែឈើនេះបានហើយមាន់នឹងលុយកាក់គាត់ឲ្យទៅវិញចោះគាត់មិនយកទេបាទហើយរឿងយើងមានតែប៉ុណ្្នឹងទេសូមអរគុណចំពោះអត្ថបទពីបងប្រុសបាទសូមអរគុណ